រឿងសេចក្តីសប្បុរសនាំមកនូវសេចក្តីរីករាយនៅក្នុងផ្ទះដ៏កក់ក្ដៅជាមួយនឹងខ្យល់អាកាសក្លិននំខូឃីដែលម៉ាម៉ាបានរៀបចំសម្រាប់ថ្ងៃពិសេសជាមួយកូនរបស់នាងម៉ាម៉ាតុបតែងខ្លួនរបស់នាងនិងជួយស្លៀកពាក់ឲ្យកូនម៉ាករបស់នាងយ៉ាងថ្នាក់ថ្នមបំផុតបន្ទាប់ពួកគេប្រមូលគ្រឿងផ្សំទាំងអស់និងមានចាននិងម្សៅដើម្បីធ្វើនំម៉ាម៉ាបានបង្រៀនកូនតូចរបស់នាងពីរបៀបលាយម្សៅធ្វើនំដោយក្តីស្រឡាញ់ពេលនោះកូនឆ្មាម៉ាកបានក្រឡុកម្សៅហើយកាត់ចេញជារូបរាងខូគីតូចៗដូចជារូបបេះដូងនិងផ្កាយពួកគេដាក់ខូគីនៅលើថាសដោយយកចិត្តទុកដាក់ហើយរុញវាចូលទៅក្នុងឡដុតនំខណៈពេលដែលនំខូគីកំពុងដុតក្លិននំដ៏ក្រអូបបានសាយភាយពេញផ្ទះរបស់ពួកគេពេលនំខូគីរួចរាល់ហើយម៉ាម៉ានិងឆ្មាម៉ាកត្រេកអរនិងពោរពេញដោយសេចក្តីសុខពេលនោះពួកគេខ្ចប់ខូគីដោយប្រុងប្រយ័ត្នទៅក្នុងថង់ក្រដាសតូចៗដែលចងដោយខ្សែនៅខាងក្រៅខ្យល់ត្រជាក់បក់មកយ៉ាងស្រស់ស្រាយដោយម៉ាម៉ានិងកូនរបស់នាងបានត្រៀមរួចរាល់ក្នុងការចែករំលែកពួកគេដើរតាមផ្លូវស្ងាត់ស្វែងរកមិត្តសម្លាញ់ដែលត្រូវការអាហារសម្រាប់បរិភោគរំពេចនោះពួកគេបានប្រទះឃើញឆ្មាពណ៌ទឹកក្រូចឯកាមួយក្បាលដេកនៅក្រោមកៅអីហើយគេឲ្យថង់ខូគីដោយស្នាមញញឹមកូនឆ្មាម៉ាកបានឡើងលើប្រអប់មួយដើម្បីទៅរកឆ្មាខ្មៅដែលខ្មាស់អៀនលាក់ខ្លួននៅក្នុងទ្រុងឈើមួយបន្ទាប់មកម៉ាកបានឲ្យខូគីដល់គ្រួសារឆ្មានៅជិតផ្លូវមួយដោយអារម្មណ៍រីករាយក្រោយមកកូនឆ្មាម៉ាកគ្រវីដៃនិយាយលាឆ្មាអនាថាទាំងនោះហើយដើរចេញដោយភាពរីករាយជាមួយនឹងកន្ត្រកកតេនិងបេះដូងដ៏កក់ក្ដៅម៉ាម៉ានិងកូនរបស់នាងបានដើរត្រឡប់ទៅផ្ទះវិញពេលត្រឡប់មកផ្ទះវិញម៉ាកបានផឹកទឹកដោះគោក្ដៅអន់ៗដោយមានអារម្មណ៍រីករាយកូនឆ្មាងើបមុខមើលម៉ាម៉ាហើយនិយាយថានៅថ្ងៃនេះយើងបានធ្វើឲ្យពិភពលោកមានភាពកក់ក្ដៅណាស់ម៉ាម៉ាបានញញឹមហើយងក់ក្បាលដោយបេះដូងពោពេញដោយក្តីស្រឡាញ់នៅខាងក្រៅផ្កាយរះនៅពីលើផ្លូវកូនឆ្មាអនាថាទាំងឡាយដេកលង់លក់ដោយរីករាយហើយនៅក្នុងផ្ទះតូចដ៏កក់ក្ដៅរបស់ពួកគេជាមួយនឹងដួងចិត្តដែលពោពេញដោយក្តីស្រឡាញ់ម៉ាម៉ានិងកូនរបស់នាងម៉ាគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែមនៃសេចក្តីសប្បុរសសូមអរគុណ